ចានេះជាបន្លែកណ្ដៀងដែលអ្នកស្វ័យរៀននិយមយកមកស្លកកូរតោះបងប្អូនថ្ងៃនេះខ្ញុំសូមបង្ហាញពីរបៀបស្លកកូរខាងអ្នកស្វ័យរៀងចាគឺគ្រឿងផ្សំយើងមានត្រីមានកាពឹសហើយនិងសាច់ជ្រូកចាហើយនេះជាប្រហុកដែលខ្ញុំធ្វើដោយខ្លួនឯងទីដំបូងគឺយើងយកដើមកណ្ដៀងដែលយើងនេះហ្នឹងមកប្រឡេះយកស្លឹកចាស់ចេញចាបន្ទាប់មកយើងលាងវាឲ្យស្អាតជំរះស្មៅជំរះអីទុកវាឲ្យស្រក់ទឹកទៅយើងចាប់ផ្ដើមយកកណ្ដៀងហ្នឹងមកហាន់ជាល្អិតបែបហ្នឹងឯងចាហាន់វារួចរាល់អស់យើងយកកណ្ដៀងហ្នឹងទៅបុកម្ដងទៀតចាអញ្ចឹងនេះវារៀងច្រើនតង់ដែរចាយើងហាន់បែបហ្នឹងមកគឺយើងហាន់ឲ្យល្អិតទៅដើម្បីយើងងាយស្រួលបុកឲ្យវាបាក់ឆាប់បែកចានេះខ្ញុំចាប់ផ្ដើមបុកកណ្ដៀងហ្នឹងម្ដងតិចចាអញ្ចឹងយើងបុកឲ្យវាបែកដើមកណ្ដៀងអញ្ចឹងទៅនេះដូចខ្ញុំបង្ហាញបងប្អូនអញ្ចឹងគឺបុកបែបហ្នឹងឯងចាបុកឲ្យអស់បន្ទាប់មកទៀតយើងចាប់ផ្ដើមយកកណ្ដៀងដែលយើងបានបុករួចនេះមកលាងចាគឺយើងលាងជំរះទឹកហ្នឹងឲ្យវារៀងអស់ពណ៌បៃតងតិចទៅមានន័យថាវាអស់ជាតិល្វីងចាអញ្ចឹងយើងចាប់ផ្ដើមដាក់ឆ្នាំងហើយដាក់ប្រេងឆាចូលយើងឆាគ្រឿងមានគល់ស្លឹកម្ទេសស្លឹកក្រូចសើចចាយើងលីងវាឲ្យឈ្ងុយទៅបន្ទាប់មកទៀតយើងចាប់ផ្ដើមដាក់ប្រហុកដែលខ្ញុំប្រើហ្នឹងគឺខ្ញុំអត់ប្រើច្រើនពេកទេដោយសារខ្ញុំសម្រាប់ចាស់គាត់ហូបតែគាត់អត់ចង់ហូបប្រហុកច្រើនចាអញ្ចឹងខ្ញុំដាក់សាច់ជ្រូកចូលលីងសាច់ជ្រូកឲ្យវាឆ្អិនចាយើងលីងឲ្យឆ្អិនទៅបន្ទាប់មកទៀតយើងចាប់ផ្ដើមដាក់សាច់ត្រីចូលជាបន្តបន្ទាប់ចាអញ្ចឹងដាក់សាច់ត្រីចូលរួចរាល់លីងឲ្យត្រីហ្នឹងវាឆ្អិនដែរទៅចាំយើងចាប់ផ្ដើមដាក់គ្រឿងទេសតាមតម្រូវការមានទឹកត្រីប៊ីចេងស្ករចាម្សៅស៊ុបអញ្ចឹងយើងដាក់ចូលទៅតាមចំណង់ចំណូលចិត្តយើងទៅបន្ទាប់មកទៀតចុងក្រោយគឺខ្ញុំចាប់ផ្ដើមដាក់កណ្ដៀងចូលពេលដាក់កណ្ដៀងចូលគឺបងប្អូនលីងកណ្ដៀងហ្នឹងឲ្យវាឆ្អិនទៅចាអញ្ចឹងយើងលីងជាមួយនឹងសាច់ហ្នឹងប៉ុន្តែយើងរៀងថ្នមដៃបន្តិចកុំឲ្យសាច់ត្រីវាបែកលីងរហូតទាល់តែកណ្ដៀងហ្នឹងវាស្លោកចាមានន័យថាឲ្យវាស្លោកបន្តិចទៅយើងចាប់ផ្ដើមដាក់អង្ករលីងចូលហើយយើងបន្តលីងទៀតរហូតដល់វារៀងស្ងួតទឹកចាទឹកដែលយើងបានឆាកណ្ដៀងជាមួយនឹងសាច់ត្រីនិងសាច់ជ្រូកហ្នឹងចាចុងក្រោយគឺយើងដាក់ទឹកជាចូលចាទឹកជាយើងដាក់2ចានគោមហ្នឹងទៅគឺវាល្មមជាមួយនឹងបរិមាណកណ្ដៀងហើយនឹងត្រីចាអញ្ចឹងនៅពេលដែលវាពុះបងប្អូនភ្លក់ទៅតាមរសជាតិដែលបងប្អូនចង់បានប៉ុន្តែត្រូវចាំថាស្លកកូរកណ្ដៀងទោះបីយើងលាងទឹកជ្រះប៉ុណ្ណាក៏វានៅមានជាតិល្វីងដែរវាល្វីងតិចប្រហែលជាមួយនឹងស្លឹកម្រះចាអញ្ចឹងបងប្អូនអាចថាប្លែកនៅរសជាតិកណ្ដៀងមួយនេះប៉ុន្តែវាឆ្ងាញ់ហើយចុងក្រោយនេះខ្ញុំដាក់កាពឹសចូលអញ្ចឹងយើងទុកមកពុះទៀតទៅជាការស្រេចហើយចា